របៀបគិតជាគោលសំខាន់ខ្លីៗសម្រាប់អាជីវកម្មហ្នឹងមាន3ទី1គឺនៅក្នុងក្រុមហ៊ុនបើក្រុមហ៊ុននឹងក្រក្រុមហ៊ុននឹងអត់ទុនគឺយើងធ្វើយ៉ាងណាឲ្យមានទុនឲ្យមានលុយឲ្យមានភោគទ្រព្យប៉ុន្តែការធ្វើមានហ្នឹងបានដោយត្រូវធ្វើមិនឲ្យបានដោយធម៌ហើយទី2នៅក្នុងក្រុមហ៊ុនមួយហ្នឹងមានអ្នកឈឺអាចឈឺកាយអាចឈឺចិត្តអញ្ចឹងយើងត្រូវដោះស្រាយមិនឲ្យទាំងជំងឺផ្លូវកាយទាំងជំងឺផ្លូវចិត្តហ្នឹងឲ្យបានជាដើម្បីឲ្យទៅជាកម្លាំងរបស់ក្រុមហ៊ុនហើយទី3នៅក្នុងក្រុមហ៊ុននីមួយវាមានអ្នកមិនចេះហើយថាល្ងងខ្លៅឬក៏ចេះតិចតួចពេកអញ្ចឹងធ្វើម៉េចឲ្យមានបញ្ញាដែលអាចដោះស្រាយបញ្ហាបានជាពិសេសនេះជាពិសេសពេលឥឡូវនេះគឺថាមានការជឿនលឿនទៅមុខខ្លាំងណាស់ដូច្នេះយើងត្រូវតែរៀនរហូតឲ្យមានបញ្ញាខ្ពង់ខ្ពស់ដោះស្រាយឲ្យទាន់ពេលការដោះស្រាយទាន់ពេលទាន់សភាពការហ្នឹងហៅថាបដិភិនៈអញ្ចឹងការគិតខ្លីៗគឺថាបើនិយាយមែនតើគឺក្រធ្វើឲ្យមានឈឺធ្វើឲ្យជាហើយល្ងងខ្លៅធ្វើឲ្យមានចំណេះគឺមានបញ្ញាដើម្បីក្រុមហ៊ុនហ្នឹងអាចទៅមុខបានយូរអង្វែងហើយដំណើរការបានល្អបាទ